សួស្តីបងថ្ងៃនេះខ្ញុំមកណែនាំម៉ាស៊ីនវាស់សម្ពាធឈាមមួយប្រភេទដែលមានឈ្មោះថា Bron ដែលម៉ាស៊ីននេះគឺជាម៉ាស៊ីនដែលមានរូបរាងថ្មីស្រស់ស្អាតតូចល្មមងាយស្រួលទុកដាក់តាមខ្លួនហើយមួយសេតរបស់គេគឺមកជាមួយកាបូបទុកដាក់ម៉ាស៊ីនចំនួន1ហើយលក្ខណៈពិសេសរបស់ម៉ាស៊ីននេះគឺមានប្រដាប់វាស់សម្ពាធឈាមចំនួន2ដែលមានខ្សែទូចនិងខ្សែធំដែលខ្សែទូចសម្រាប់កូនក្មេងនិងខ្សែធំសម្រាប់មនុស្សធំហើយមានសៀវភៅណែនាំជូនបងមួយក្បាលផងដែរហើយចំពោះម៉ាស៊ីនរបស់យើងនឹងគឺប្រើប្រាស់ដោយដាក់ថ្មពិលហើយចំពោះប៊ូតុងនៅលើតួម៉ាស៊ីនរបស់យើងប៊ូតុងទី1ដែលមានអក្សរ A and B នេះគឺបងអាចប្រើប្រាស់ចំនួន2នាក់បងអាចទាញប៊ូតុងទៅខាង A ឬក៏ទៅខាង B អាស្រ័យទៅលើបងចង់វាស់មួយណាហើយចំពោះប៊ូតុងទី2គឺជាប៊ូតុងប្រាប់ពីសម្ពាធឈាមអតិបរមាជាមធ្យមឬក៏ជាសម្ពាធឈាមធម្មតារបស់ម៉ាស៊ីននេះតែអាចផ្លាស់ប្ដូរតាមម៉ាស៊ីនផ្សេងទៀតឬក៏តាមសុខភាពរបស់បងហើយចំពោះប៊ូតុងទី3គឺជាប៊ូតុង memory សម្រាប់តាមដានលទ្ធផលដែលបងធ្លាប់វាស់ពីមុនប៊ូតុងទី4និងទី5គឺជាប៊ូតុងសម្រាប់ set ម៉ោងថ្ងៃនិងខែហើយប៊ូតុងពណ៌ខៀវនេះគឺជាប៊ូតុងបិទនិងបើកឥឡូវខ្ញុំប្រាប់ពីរបៀបប្រើប្រាស់តែម្ដងមុននឹងបងវាស់បងធ្វើការសម្រាករយៈពេលពី5ទៅ10នាទីជាមុនសិនហើយពេលដែលបងវាស់នឹងបងធ្វើការពាក់អាវណាដែលមានសាច់កណត់ស្ដើងងាយស្រួលក្នុងការវាស់ឥឡូវខ្ញុំសូមជ្រើសរើសប្រដាប់វាស់សម្ពាធឈាមខ្សែតូចបងធ្វើការសកដៃចូលដោយដាក់ផ្នែកកណាត់ក្រហមនេះចុះមកខាងក្រោមហើយធ្វើការរុំឲ្យវាណែនដោយដាក់ឲ្យផ្នែកក្រហមមកថ្នាំងដៃនឹងពី2ទៅ3សង់ទីម៉ែត្រហើយធ្វើការភ្ជាប់ទៅនឹងតួម៉ាស៊ីនហើយរងចាំលទ្ធផលហើយអំឡុងពេលដែលបងវាស់ហ្នឹងបងកុំនិយាយអីទាំងអស់បងធ្វើការនៅឲ្យស្ងៀមហើយលទ្ធផលក៏សក្តិតាមនឹងដែរហើយចំពោះលទ្ធផលរបស់ខ្ញុំគឺធម្មតាដោយសារតែព្រួញចង្អុលទៅពណ៌បៃតងបានន័យថាសម្ពាធឈាមធម្មតាពណ៌លឿងបានន័យថាខ្ពស់ជាងធម្មតាពណ៌ទឹកក្រូចសម្ពាធឈាមឡើងខ្ពស់ហើយពណ៌ក្រហមគឺសម្ពាធឈាមឡើងខ្លាំងគឺបងត្រូវធ្វើការសង្គ្រោះបន្ទាន់ហើយលទ្ធផលនេះគឺអាស្រ័យទៅតាមសុខភាពរបស់បងផងដែរចាអរគុណ